ឆ្នាំគាត់មានសម្លេងល្អអាចម៉ែនឹងជ្រាបបានច្រើនចង្វាក់គាត់បានធ្វើឲ្យគេសេរីជនគ្រប់គ្រងនិងពេញចិត្តគាត់ជាខ្លាំងគ្រប់គ្រងច្រើនជាងគេគាត់គាត់ថាអមសាទរបែបគាត់ថាតែតែសាងភាពអស្ចារ្យនៅក្នុងបេះដូងទស្សនិកជនទាំងអស់គាត់អាចជាប់នៅក្នុងការវោត2សប្តាហ៍ថ្មីមួយបែបទៀតដែលវុធានឹងបង្ហាញជូននៅពេលបន្តិចទៀតនេះជារសជាតិនៃចម្រៀងបែបមនោសញ្ចេតនាស្រស់ស្រាយក្លុយស្នេហ៍ថែមកលុបថ្នោតទេចាប់ផ្ដើមមកអញកុំខ្មើតមកជ្រុលពេកយើងត្រូវថ្នមរបៀបសៀងក្លុយស្នេហ៍ថែមកលុបថ្នោតទេសូមថ្នោតទេនាងជួយរាប់រេបងអើយផ្ដើមមកវាអត់សូវផ្អែមទេចង់ឲ្យមានជាតិផ្អែមជាងនឹងតិចទៀតស្នេហ៍អើយឲ្យស្ងួនវើយបទចម្រៀងបែបមនោសញ្ចេតនាមួយបែបទៀតហើយសម្រាប់ខុនវុធាដូច្នេះខ្ញុំសង្ឃឹមថាគាត់នឹងអាចបង្ហាញនូវសមត្ថភាពពិតប្រាកដនិងអស្ចារ្យបំផុតជូនដល់ទស្សនិកជនទស្សនាជាពិសេសនឹងផ្ដល់ការវោតសម្រាប់គាត់បន្តទៀតចំពោះបទចម្រៀងដែលខ្ញុំនឹងលើកយកមកបកស្រាយនៅក្នុងសប្តាហ៍ទី4នៅក្នុងវគ្គ Live Show នេះគឺជាបទពិសោធន៍ថ្មីមួយទៀតហើយសម្រាប់ខ្ញុំហើយខ្ញុំនឹងខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាព The Voice Cambodiaសៀងក្លុយស្នេហ៍ថែមកលុបថ្នោតទេទូញរៀបរាប់ប្រាប់រឿងស្នេហ៍ទាំងទ្រូងទូញសោកាក្លុយបោកខ្លួនអងរូនរកម្ចាំងសង្ខាថ្នោតទេយំយល់យីព្រោះស្នេហាឃ្លាតឆ្ងាយអូនទៅស្ងាត់ទៅបាត់សូនឈឹងបេះដូងបងសងរែងទុនទឹងប្រលឹងព្រាត់ឈឹងលាក់កាយច្រើនបនដាំពីពេញរៀមផ្ដាំរៀងរីចាប់ភញ្ញាចดหมายស្រងឆោមឆាយមិនឆ្លើយអូក្លុយស្នេហ៍ធ្លាប់ថែស្នេហាអ្នកមេត្តាច្រៀងលោមចិន្តាត្រានត្រើយសូមផ្នោតទេអ្នកជួយរំរេបងបើយស្រែកដងហើយស្នេហ៍អើយឲ្យស្ងួនវិលវ័យទឹកថ្នោតផ្អែមថែមចិត្តស្មោះស្ម័គ្រមលុបដើមទេនៅតែត្រជាក់រាក់តែរងចាំផ្លូវថ្លៃសៀងក្លុយស្នេហ៍នឹងច្រៀងបំពេបទថ្មីថ្នាក់ថ្នមចិត្តពិសីស្មុងភក្តីក្លុយស្នេហ៍ថ្នោតទេសៀងក្លុយស្នេហ៍នឹងច្រៀងបំពេបទថ្មីថ្នាក់ថ្នមចិត្តពិសីស្មុងភក្តីក្លុយស្នេហ៍ថ្នោតទេបាទប្រិយមិត្តទូរទស្សនិកជនស្ដាប់ហើយស្ទើរតែបញ្ចង់ដកដង្ហើមបាទបេក្ខជនខុនវុធាជាបេក្ខជនមកពីខេត្តព្រៃវែងឥឡូវនេះសូមយោបល់ពីខូចបាញ់រិទ្ធផ្ដល់យោបល់ជូនបាទសូមអញ្ជើញអរគុណសំឡេងវុធាថ្ងៃនេះបងសូមសរសើរមួយត្រង់ប្អូនចេះ control អារម្មណ៍និងការប្រើប្រាស់បច្ចេកទេសរបស់ខ្លួនឯងបានល្អមានន័យថាប្អូនមិនបែកអារម្មណ៍ការច្រៀងគឺចូលតួបានល្អហើយជាពិសេសគឺបទនេះគឺជាទំនុកបែបស្រុកស្រែមានន័យថាជាបទដែលលន្លង់លួចតាមទំនុករបៀបស្រុកស្រែ
ប៉ុន្តែវុធាអាចបកស្រាយបានយ៉ាងល្អជាមួយនឹងមនោសញ្ចេតនារបស់ខ្លួនបានន័យថាដាក់ដល់ទៅក្នុងបទចម្រៀងហើយមួយវិញទៀតចំណុចខ្វះខាតរបស់ប្អូនដោយសារនេះជាការផ្លាស់ប្ដូរ ចា អញ្ចឹងឃើញថាខ្វះខាតតែបន្តិចទេគឺអ៊ឺននៅចុងកតុយសម្រាប់ប្អូនប៉ុន្តែជាទូទៅគឺបងមើលឃើញថាមានភាពល្អប្រសើរច្រើនមែនទែនសូមជូនពរឲ្យជោគជ័យនៅក្នុងវគ្គនេះ បាទសូមអរគុណបាទសូមយោបល់ពីខូចសវណ្ណរាជបាទផ្ដល់យោបល់ជូនបាទ បាទអរគុណវត្តថាថ្ងៃនេះបានបកស្រាយនៅបទចម្រៀងមួយបទខ្លុយស្នេហ៍ថ្នោតទេបំពេអារម្មណ៍ពួកបងទាំងមូលនេះក៏ដូចជាទស្សនិកជននៅក្នុងសិទ្ធិយោទាំងអស់អ្វីដែលបងចង់និយាយប្រាប់បទចម្រៀងមួយបទនេះពិបាកនឹងច្រៀងទាំងអារម្មណ៍បែងចែកអារម្មណ៍កលុកកលៈនៃបទចម្រៀងមួយបទនេះក៏ប៉ុន្តែភាពខ្វះខាតរបស់បងប្អូនដូចជាបងរិទ្ធក៏បានបកស្រាយមិញហ្នឹងតិចតួចមែនតើត្រង់កន្លែងអ៊ឺននៃប្រទេសបទចម្រៀងតែបងចង់និយាយថាបទនេះពិបាកនឹងបកស្រាយដែលបងបាននិយាយមុនអញ្ចឹងដោយសារតែជាបទមួយដែលត្រូវប្រើទាំងអារម្មណ៍ទាំងកាយវិការក៏ដូចជាការប្រើសម្លេងត្រូវតែផ្ចង់ឲ្យមែនទែនទើបអាចបកស្រាយបទចម្រៀងមួយបទនេះបានល្អអញ្ចឹងមកសូមជូនពរឲ្យវត្តថាជោគជ័យនៅក្នុងយប់នេះ បាទសូមអរគុណច្រើនបន្តសូមអញ្ជើញខូចកញ្ញាដែលជាអ្នកបង្វឹកផ្ទាល់បាទសូមអញ្ជើញ ចាអរគុណដល់បងរិទ្ធនិងរាជដែលបានផ្ដល់ជាយោបល់ល្អៗសម្រាប់បេក្ខភាពរបស់ The Voice ជាធម្មតាការប្រឡងប្រជែងយើងតែងតែខិតខំប្រឹងប្រែងរិះរកនៅអ្វីដែលជាភាពអស្ចារ្យរបស់យើងរៀងៗខ្លួនខុនវត្ថាប្អូនតែងតែប្រាប់ថាបទចម្រៀងមួយបទនេះគឺពិបាកសម្រាប់ប្អូនក៏ប៉ុន្តែប្អូនអាចធ្វើជាតារាចម្រៀងមួយរូបឈរជើងនៅឲ្យទស្សនិកជនគ្រប់គ្រងយើងមិនមែនចេះតែមួយបែបទេយើងអាចបកស្រាយគ្រប់លំបត់បទចម្រៀងទាំងអស់ដូច្នេះបទខ្លុយស្នេហ៍ថ្នោតទេដូចជាពួកគាត់បានលើកឡើងនៅកន្លែងដែលអ៊ឺនហ្នឹងពិតជាពិបាកសម្រាប់ខ្ញុំក៏មានបទចម្រៀងមួយបទហ្នឹងដូចគ្នានៅពេលដែលបញ្ចូលច្រៀងក៏ខ្ញុំដឹងថាពិបាកដែរក៏ប៉ុន្តែវុធាត្រូវតែធ្វើឲ្យបានចំណុចខ្វះខាតបន្តិចបន្តួចខ្ញុំជឿថាវុធានឹងអាចយកការ comment របស់ coach ទាំងពីរយកមកពិចារណានិងដុសខាត់ខ្លួនឯងឲ្យកាន់តែល្អនឹងដូចអ្វីដែលខ្ញុំបានតែងតែរៀបរាប់ប្រាប់ទៅប្អូនហើយខ្ញុំសង្ឃឹមនឹងទុកចិត្តលើសមត្ថភាពរបស់វុធាដូចគ្នាជូនពរឲ្យប្អូនឆ្លងផុតនៅក្នុងវគ្គនេះ អរគុណច្រើនការផ្ដល់យោបល់អរគុណវុធាបាទសូមអញ្ជើញបាទអរគុណប្រិយមិត្តទូរទស្សនិកជនសូមជម្រាបជូនថាបើសិនជាពេញចិត្តបាទបេក្ខជនខុនវុធាដែលជាបេក្ខជនមកពីខេត្តព្រៃវែងសូមត្រៀមលក្ខណៈដើម្បីបោះឆ្នោតគ្រប់គ្រងដល់គាត់នៅក្នុងពេលនេះគឺជាការបង្ហាញ